passport ប្តីខ្ញុំមានបញ្ហានៅពលានហោះបងប្អូនអញ្ចឹងប្តីខ្ញុំអត់អាចត្រឡប់មកប្រទេសខ្មែរវិញបានទេប្តីខ្ញុំត្រូវជាប់នៅប្រទេសថៃរយៈពេល5សប្តាហ៍ដើម្បីធ្វើ passport ថ្មីបងប្អូនអើយខ្ញុំគ្រាន់តែលឺអញ្ចឹងខ្ញុំឡើងអស់អារម្មណ៍បងប្អូនមើលទៅទឹកមុខខ្ញុំដឹងហើយគ្រាន់តែខ្ញុំលឺថា passport ប្តីខ្ញុំផុតសុពលភាពថ្ងៃទី4ហើយខ្ញុំនៅពលានហោះនេះបងប្អូនខ្ញុំណាត់គ្នាទៅដើរលេងនេះគឺថ្ងៃទី3ហើយបងប្អូនគិតមើលថាយើង fly ពីខ្មែរទៅប្រទេសថៃទៅដល់ស្អែកឡើងគឺប្តីខ្ញុំត្រូវត្រឡប់មកវិញអញ្ចឹងបងប្អូនគឺយើងខាតពេលវេលាយើងហើយខ្ញុំអាណិតប្តីខ្ញុំមែនតើគឺគាត់ចង់ទៅដើរលេងមួយពួកខ្ញុំអញ្ចឹងណាបងប្អូនហើយខ្ញុំអត់បានឆែកប៉ាសពតប្តីខ្ញុំមើលទេមុនខ្ញុំទៅទិញសម្បត្តិយន្តហោះអីហ្នឹងគឺខ្ញុំអត់បានឆែកមើលទេបងប្អូនស្រាប់តែទៅដល់ពលានពុបសហការីគេប្រាប់ថាសុពលភាពរបស់ប្តីខ្ញុំគឺផុតនៅថ្ងៃស្អែកខ្ញុំអូយបងប្អូនពេលហ្នឹងគឺខ្ញុំខលឆ្វាត់ឆ្វែងខលសួរនាំដល់បងដែលគាត់ជាគេថាអ្នកដឹងអីចឹងណាគឺខ្ញុំសួរមិត្តភ័ក្តិសួរអីចឹងណាបងប្អូនឲ្យគេជួយរកដំណោះស្រាយចឹងណាបងប្អូនហើយចែកដល់ណាបងប្អូនអ្នកគ្នាឲ្យហេតុតាំងពីព្រឹកគឺដើរជ្រុះប៉ាសពតតាំងពីអ្នកប្តីប្រពន្ធនិយាយទៅគឺឲ្យហេតុតាំងពីព្រលឹមហ្មងហ្នឹងគឺខ្ញុំបានសួរទៅសហការីគេថាមានដំណោះស្រាយអីអត់ចឹងណាបើសិនជាប្តីខ្ញុំគ្រាន់តែផុតវីសាអាហ្នឹងយើងអាចនៅតបានភ្លាមៗមិនគ្រាន់តែថាយើងអស់សេវាថ្លៃចឹងណាប៉ុន្តែនេះគឺខូចប៉ាសពតហ្មងបងប្អូនអ្នកគ្នាគឺប៉ាសពតគាត់ផុតអាយុហ្មងណាអញ្ចឹងគឺអត់មានដំណោះស្រាយអីទេបងប្អូនអ្នកគ្នាព្រោះប៉ាសពតគាត់ហ្នឹងគឺផុតសុពលភាពនៅថ្ងៃទី4ហើយឥឡូវនេះខ្ញុំនៅពលានថ្ងៃទី3ហើយហ្នឹងឲ្យខ្ញុំធ្វើមិនបងប្អូនហើយក៏ខ្ញុំធ្វើការរញរាចិត្តចឹងណាថាសម្រាប់ចិត្តថាខ្ញុំនឹងប្រហែលជាអត់អាចបានទៅដល់លេងមួយមិត្តភ័ក្ដិខ្ញុំទេព្រោះបងប្អូនឃើញហើយមិត្តភ័ក្ដិខ្ញុំឡើងមកកណូឡើង4 10នាក់ដែលគេទៅជាមួយខ្ញុំចឹងណាមកទ្រីបហ្នឹងគឺយើងរៀបកម្រងដើរលេងមួយគ្នាហើយមិនទៅតែបាងកកឲ្យយើងទៅដើរលេងនៅក្រៅប្រទេសនៅខេត្តនៅអីទៀតចឹងណាបងប្អូនពេលហ្នឹងគឺខ្ញុំកាំងមែនតើខ្ញុំមិនដឹងនិយាយថាមិនទៀតទេបងប្អូនគឺខ្ញុំបានធ្វើទៅសួរគាត់ថាមានដំណោះស្រាយអីជួយខ្ញុំបានអត់ចឹងណាគាត់ថាគាត់អាចជួយអីបានទេបងប្អូនឃើញអត់គាត់កវីក្បាលរហូតតែម្ដងណាឥឡូវនេះបងប្អូនអ្នកគ្នាគឺខ្ញុំធ្វើការខលពីម្នាក់ទៅម្នាក់ចឹងសួរមិត្តភ័ក្ដិខ្ញុំថាមានធ្លាប់ជួបរឿងចឹងដូចខ្ញុំអីចឹងណាយើងមានអីដំណោះស្រាយអត់ចឹងណាបងប្អូនហើយបងប្អូនគិតមើលថាខ្ញុំអត់ដឹងនិយាយទៅថាយើងមិនដឹងក៏ថាបានដែរបងប្អូនខ្ញុំអត់ដែរបានទៅឆែកមើលប៉ាសពតប្តីខ្ញុំទេហើយណាមួយប្តីខ្ញុំក៏អញ្ចឹងទៀតមួយថ្ងៃហើយមួយថ្ងៃទៀតគាត់ធ្លាប់ប្រាប់ខ្ញុំដែរគាត់ថាចុះគាត់ប្រាប់ខ្ញុំឲ្យតាថាប៉ាសពតគាត់កំពុងតែចិត្តផុតសុពលភាពប៉ុន្តែខ្ញុំមិននឹកស្មានថាវាមកផុតចំថ្ងៃខ្ញុំដើរលេងហ្នឹងបើនៅត្រឹមអាទិត្យ10ថ្ងៃទៀតវាមិនអីទេបងប្អូនហើយអញ្ចឹងទៅខ្ញុំមិនដឹងថាធ្វើមកជាបងប្អូនអើយខលទៅខលមកសួរយោបល់គេអញ្ចឹងណាគេអ្នកខ្លះគេប្រាប់ថាយើងទៅធ្វើនៅសិង្ហបុរីទៅអីចឹងណាបងប្អូនតែប្តីខ្ញុំបើគាត់ចង់ថាគេប្រាប់យើងថាប្តីខ្ញុំអាចចូលមកខ្មែរវិញបានទេបងប្អូនសហការីគេប្រាប់យើងណាតែប្តីខ្ញុំអាច fly ពីថៃត្រឡប់ទៅសិង្ហបុរីវិញបានដោយសារអីគឺប្រទេសដើមរបស់គាត់គឺសិង្ហបុរីប៉ុន្តែគាត់អាចត្រឡប់មកខ្មែរវិញបានដោយសារអីគឺគាត់ផុតសុពលភាពនៅខ្មែរហើយប៉ុន្តែគឺប្តីខ្ញុំគាត់អត់ចង់ទៅសិង្ហបុរីវិញទេដោយសារការងារគាត់នៅខ្មែរទាំងអស់អញ្ចឹងណាបងប្អូនអញ្ចឹងគាត់ទៅសិង្ហបុរីវិញគឺគាត់ខាតការងារគាត់នៅខ្មែរនេះ4 5ការងារគាត់នៅនេះគឺវាស្ទះការងារនៅនេះអញ្ចឹងណាបងប្អូនអញ្ចឹងគាត់អត់អាចទៅចោលការងារគាត់បានអញ្ចឹងណាហើយអញ្ចឹងទៅខ្ញុំក៏មកសួរសហការីគេវិញថាខ្ញុំមានដំណោះស្រាយផ្សេងអត់បងគាត់ក៏ប្រាប់ខ្ញុំថាអត់មានទេបងខ្ញុំអត់ដឹងជួយបងឯងដោយវិធីណាបងប្អូនខ្ញុំក៏យកពីចិត្តគាត់ចឹងណាបងប្អូនអ្វីដែលគាត់ណែនាំយើងគឺគាត់ណែនាំយើងថាឲ្យប្តីខ្ញុំនឹង fly ទៅសិង្ហបុរីទៅតែបងប្អូនឃើញហ៎កវីក្បាលថាអត់ទេហ្មងខ្ញុំបើទៅសិង្ហបុរីគឺខ្ញុំអត់មានពេលនឹងទៅជាមួយគាត់ទេបងប្អូនដឹងហើយថាខ្ញុំរវល់ការងារខ្ញុំអញ្ចឹងទៅគាត់ថាបើគាត់នៅខ្មែរគាត់មានការងារគាត់នៅនេះវាអត់អផ្សុកគាត់ទៅសិង្ហបុរីគាត់វាធ្វើទេហើយអញ្ចឹងទៅក៏មួយទៀតជំរើសមួយទៀតគេថាបងឯងទៅធ្វើនៅថៃទៅអញ្ចឹងប្តីខ្ញុំត្រូវធ្វើចំណាយពេលសម្រាប់នៅថៃដើម្បីធ្វើប៉ាសពតថ្មីហ្នឹងក៏រយៈពេល4អាទិត្យនៅប្រទេសថៃដែរអញ្ចឹងបងប្អូនគិតមើលថាប្តីខ្ញុំក៏សុខចិត្តទៅថៃហ្នឹងហើយទៅធ្វើប៉ាសពតថ្មីនៅថៃហ្នឹង4អាទិត្យហ្នឹងហ្មងអញ្ចឹងក៏ខ្ញុំសម្រេចចិត្តតាមគាត់ទៀតបងប្អូនអ្នកគ្នាអូខេខ្ញុំតាមប្តីខ្ញុំទៀតបងប្អូនគឺកាន់ប៉ាសពតទៅធ្វើនៅថៃហ្មងឥឡូវនេះគឺយើងឡើងមកដល់លើយន្តហោះណាបងប្អូនគឺមុខខ្ញុំចាប់ដើមញញឹមវិញបានហើយបងប្អូនបើមុនហ្នឹងវិញគឺមុខដូចកញ្ចប់ប្រហុកចឹងគ្រាន់តែឡើងមកដល់